សួស្តី fan របស់កូនទ្រក់តូចអ្នកនរគ្នាជួយចុច like ចុច subscribe ចុចសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងកំឡះចាស់ប៉ះក្រមុំមេជ្រូករឿងចាប់ fan ជាទីស្រឡាញ់របស់ admin ជួបសង្សារចាស់អតីតអ្នកចិញ្ចឹមជ្រូកប៉ុន្តែមិនដែលដឹងទេបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំទើបទៅជួបគ្នាឡើងវិញដែលទូស្រីយើងស្រឡាញ់ទូប្រុសស្ទើរលេបហើយឥឡូវនេះគឺត្រូវមកជួបគ្នាឡើងវិញម្ដាយរបស់គាត់បានតាក់ទងឲ្យទូស្រីរបស់យើងត្រឡប់ទៅផ្ទះគាត់ចាប់គូសកលឲ្យទូស្រីថាម៉ាក់ខ្ញុំរៀបការរួចហើយខ្ញុំអត់រៀបការទៀតទេម៉ាក់ថាឯងរៀបការជាមួយនរណាទូស្រីថាបើសិនជាបរិះនោះអាយុច្រើនជាងខ្ញុំ10ឆ្នាំម៉ាក់គិតមិនដែរទូម្ដាយថាអត់ទេម៉ែរៀបចំគោឲ្យកូនរួចហើយនេះស្អាតណាស់នេះអន្តិតជើនេះគឺល្អណាស់កូនណាសិជើគឺជាមនុស្សល្អណាស់ទូស្រីរបស់យើងនឹកឃើញថាក្មេងប្រុសម្នាក់ហ្នឹងគឺជាមនុស្សល្អណាស់វាមិនស័ក្តិសមជាមួយនឹងគាត់ដែលជាមនុស្សស្រីសាវ៉ាទេហើយគាត់ជាមួយនឹងទូប្រុសអ្នកនរគ្នាគាត់បែកគ្នាយូរហើយបែកគ្នាអត់មូលហេតុបែកគ្នាមិនដឹងរឿងពីព្រោះអីគឺទាំងពីរអ្នកគាត់ហ្នឹងគឺស្រឡាញ់គ្នាខ្លាំងមែនតើប៉ុន្តែពេលដែលគាត់បែកគ្នាគាត់ក៏ដឹងថាបែកគ្នារឿងអីដល់ពេលជួបគ្នាឡើងវិញអ្នកនរគ្នាដឹងមិនទេទូប្រុសយើងគាត់ចង់សុំទូស្រីយើងរៀបការទូស្រីរបស់យើងគាត់ឃើញគេប្រហែលជាគេមានប្រពន្ធមានកូនហើយលែងត្រូវការគាត់ទូប្រុសថាគាត់មានប្រពន្ធទេហើយទូស្រីក៏ថាគាត់មានប្តីដែរប៉ុន្តែទូប្រុសយើងមានកូនទូស្រីថាអូចុះប្រពន្ធរបស់លោកទៅណាពេលហ្នឹងទូស្រីយើងគាត់បាក់ចិត្តពេកផឹកស្រាស្វឹងលេងក្លាហានលេងមកចាប់ទូប្រុសយើងថាទៅប្រាប់ថាគាត់នៅតែចូលចិត្តទូប្រុសអញ្ចឹងទូបែកគ្នាប្រហែលឆ្នាំគាត់នៅតែស្រឡាញ់ចូលចិត្តទូប្រុសរៀបការមួយគាត់អត់មានណាចាប់ទៅតាំងស្វឹងទៅការយកតែម្ដងព្រោះទូប្រុសយើងត្រឡប់មកវិញគឺគាត់មករកស្នេហារបស់គាត់ដែលបានបោះបង់ចោលយូរមកហើយគាត់មានហេតុផលរបស់គាត់ក្នុងការបោះបង់រឿងហ្នឹងណាដល់គ្នាមិនគាត់ឈប់ស្រឡាញ់ទូស្រីទេការស្រឡាញ់នៅដដែលមិនប្រែប្រួលប៉ុន្តែឧបសគ្គហានិភ័យរបស់គាត់គឺមានធ្វើឲ្យគាត់ត្រូវបោះបង់ទូស្រីរបស់យើងហើយត្រឡប់មកវិញមកជាមួយនឹងកូនប្រុសម្នាក់ឈ្មោះអានគួរឲ្យស្រឡាញ់ខ្លាំងមែនតើអានស្រឡាញ់ទូស្រីយើងពេញចិត្តទូស្រីយើងចាំបានទូស្រីយើងធ្វើជាម្ដាយអានជាក្មេងឆ្លាតដឹងទាំងអស់ដឹងគ្រប់រឿងដែលមនុស្សចាស់កំពុងគិតកំពុងតែធ្វើប៉ុន្តែអានមិនដែលរាំងស្ទះលើមនុស្សចាស់ក្នុងការធ្វើអ្វីមួយនោះទេដល់ពេលហើយចឹងទៅតួស្រីរបស់យើងអ្នកនរគ្នានៅក្នុងវេលានោះដែរតួស្រីរបស់យើងគាត់ក៏បានមកញ៉ាំអីមួយតួប្រុសអញ្ចឹងណាហើយតួប្រុសរបស់យើងគឺជាមហាសេដ្ឋីជាគ្រួសារអ្នកមានណាគាត់អត់ហ៊ានដោយថាគាត់បានប្រាប់តួស្រីរបស់យើងគាត់ថាចេះបងស្រីរបស់គាត់បានន័យថាម្ដាយរបស់អានហ្នឹងណាគឺបកកើតអានហើយក៏ស្លាប់ហើយទៅបានជាតួប្រុសរបស់យើងគាត់យកអានធ្វើជាកូនគាត់ដល់ឡើយប៉ុន្តែតួស្រីយើងអត់ដឹងរឿងណាថាអានម្នាក់ស្រីហ្នឹងគឺជាបងរបស់តួប្រុសតួស្រីអត់ដឹងទេគាត់ស្ដាប់ឮតែមួយកណាត់ចឹងទៅគាត់គិតថាប្រហែលជាប្រពន្ធរបស់តួប្រុសស្រឡាញ់ខ្លាំងឥឡូវនៅសល់តែកូនពេលសល់តែកូនគេមករកគាត់វិញតួស្រីយើងគាត់ថាចែករឿងបែបហ្នឹងគឺវាអាត្មានិយមសម្រាប់យើងមនុស្សស្រីដែលនៅរងចាំគេប៉ុន្តែដោយសារយើងស្រឡាញ់គេខ្លាំងយើងក៏មិនអាចបាត់បង់គេបានហើយនៅពេលហ្នឹងតួប្រុសយើងគាត់ចង់ទៅជួបគ្រួសារខាងស្រីខ្លាំងមែនតើតែទូស្រីរបស់យើងគាត់បដិសេធព្រោះគាត់ដឹងថាពុកម្ដាយរបស់គាត់ប្រកាសជាបដិសេធហើយមិនឲ្យយកប្តីចាស់ទេដល់ហើយទូប្រុសរបស់យើងគាត់មកនេះអ្នកនរគ្នាគឺហាមមិនឲ្យនិយាយរឿងរៀបការហាមឲ្យហៅគាត់ម៉ាក់ទេពីព្រោះអីខ្លាចគ្រួសាររបស់ទូស្រីយើងទទួលយកអត់បានហើយធ្វើឲ្យគាត់បាត់បង់ទូប្រុសអញ្ចឹងហើយមកសិនមកដល់ម្ដាយនឹងអស់ខ្លាំងមែនតើមកដល់ផ្ទះឃើញកូនមកអញ្ចឹងណាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមកនេះគឺត្រូវជួយការងារច្រើនណាស់ដល់ទៅពេលមកដល់នេះណាគឺឃើញទូប្រុសមកគឺឃើញថាមិត្តភ័ក្តិរបស់កូនចឹងទៅក៏ទទួលស្វាគមន៍រាក់ទាក់អីដូចជាឯងចឹងទៅដល់ពេលមកហ្នឹងអ្នកនរគ្នាគឺអត់អាចមកអង្គុយលេងស្រួលទេដោយសារទូប្រុសរបស់យើងគឺបើចង់ស្នាក់នៅផ្ទះរបស់ទូស្រីត្រូវជួយការងារផ្ទះទូស្រីហើយណាមួយទូប្រុសរបស់យើងគាត់នឹកឃើញថាគាត់អត់ហ៊ានធ្វើអីឲ្យលើសលួសទេអត់ហ៊ានធ្វើអីឲ្យខ្លាំងខ្លាទេខ្លាចម៉ែរបស់តួស្រីហ្នឹងគឺចាប់បានណាថាពួកគាត់ទាំងពីរនាក់គឺជាប្តីប្រពន្ធហើយតួស្រីយើងឲ្យលាក់បាំងហើយចង់នៅផ្ទះគេក៏មិនមែននៅបានស្រួលទេណាអ្នកនរគ្នាអត់មែនថាចង់នៅបានទេណាបើសិនជាចង់នៅគឺត្រូវតែធ្វើឲ្យត្រូវតាមលក្ខខណ្ឌរបស់គេដែលគេរៀបចំឲ្យតួស្រីយើងមិនមែនជានារីហៃសូត្រឡប់មកផ្ទះក៏មិនចេះតែងខ្លួនអីឲ្យស្រស់ស្អាតដែរដល់តែពេលមកនេះណាមកដល់យើងឪរបស់ទូស្រីម៉ែរបស់ទូស្រីគាត់ក៏ទទួលស្វាគមន៍រាក់ទាក់ទូប្រុសយើងបានល្អណាស់ហើយអត់ដឹងថាហ្នឹងកូនប្រសាខ្លួនឯងកូនប្រសាឪក្មេងអាយុបងគ្នាតែ 4-5 ឆ្នាំទេណាដល់តែពេលហើយចឹងទៅអត់ដឹងរឿងអីបាទ 4-5 ឆ្នាំអីដូចជា10ឆ្នាំដែរនេះដល់ពេលហើយចឹងទៅក៏ដូចថាអត់ដឹងរឿងចឹងទៅក៏ទទួលរាក់ទាក់ណាមិត្តរបស់កូនក៏ដូចជាមិត្តរបស់ឪរាក់ទាក់ចឹងក៏ឲ្យនៅជប់លៀងផឹកស្រាជុំគ្នាស្រាហ្នឹងគឺស្រាបិទបើខ្មែរយើងស្រាសយើងបិទបាយបិទអង្គទេណាប៉ុន្តែស្រាចិនមិនដឹងគេបិទពីអីទេប៉ុន្តែគ្រាន់ដឹងថាផឹកទៅវាស្វឹងដល់ពេលស្វឹងទៅក៏វាត្រូវក្តងត្រូវផ្លែទៅខ្សែគ្នាជាខ្សែចឹងទៅឪតួស្រីក៏សុំតួប្រុសយើងធ្វើជាប្អូនម៉ែតួស្រីក៏សុំធ្វើជាប្អូនវាខ្លាចតែជាប្អូនជាបងនឹងគ្នាទៅត្រូវជាពូរបស់តួស្រីហើយកូននឹងក៏ត្រូវកូនរបស់ទូប្រុសនឹងត្រូវហៅចង់និយាយថា
ត្រូវហៅម៉ែទូស្រីនឹងជាមីងហើយទូស្រីយើងថាអូយអាមិនចេះមិនក៏នាំគ្នាច្បុកច្បល់វល់ពីផ្ទះអញ្ចឹងគាត់ស្មុគស្មាញណាស់ហើយបីនាំគ្នាធ្វើអញ្ចឹងគាត់ក៏ព្យាយាមខាត់ទូប្រុសយើងឲ្យផឹកទេកាលណាទៅផឹកបន្តទៀតប្រកាសជាមានរឿងអញ្ញៃជាងនឹងទៅទៀតតែទូប្រុសយើងរឿងក្បាលឯណោះគ្នាគាត់នៅតែផឹកអញ្ចឹងអត់ព្រមឈប់សោះនៅតែបន្តផឹកយ៉ាងឯងទូស្រីរបស់យើងកំពុងតែស្មុគស្មាញខ្លាំងនៅពេលដែលទូប្រុសនិងឪរបស់គាត់តកៀកកគ្នាហៅបងហៅប្អូនរាប់ចុះរាប់ឡើងហើយខាងប្រុសនឹងគឺអត់ទាន់ដឹងខ្លួនទេពងពេញស្វឹងឯណាសបាយចិត្តអក៏រំភើបចុះរំភើបឡើងរាប់អានគ្នាដល់ពេលភ្ញាក់ខ្លួនតែព្រឺតែអត់ទេខ្ញុំអាចធ្វើជាប្អូនរបស់លោកបានទេតែអត់ទេធ្វើជាប្អូនរបស់យើងនឹងហើយចុះធ្វើមកចេញឥឡូវជាកូនប្រសាហ្នឹងហើយហ៊ាននិយាយការពិតហ្នឹងដល់ទៅពេលកូនរបស់ទូប្រុសវិញថាអូចាប់ហើយយករឿងដាក់ខ្លួនទៅតបានដល់ទៅពេលហើយអញ្ចឹងទៅកូនវាចេះទៀតថាមកពីឪវានឹងឯងអត់ការងារធ្វើយករឿងដាក់ខ្លួនឥឡូវអាណាជួយរួចមានអាជួយរួចទេខ្លួនជាអ្នកធ្វើបាបខ្លួនអញ្ចឹងជួយមិនបាននោះទេដល់ទៅពេលហើយទៅក្រោយពេលដែលជួបបញ្ហានឹងហើយម្ដាយរបស់ទូស្រីគាត់ក៏ប្រមូលចានប្រមូលឆ្នាំងណាទូស្រីយើងគាត់កំពុងអង្គុយពិបាកចិត្តស្លេគាត់ថាអើយគាត់ដោះស្រាយយ៉ាងម៉េចតាមពិតអ្នកនរគ្នាក្នុងការស្រឡាញ់មនុស្សម្នាក់ទៅរំតែស្រឡាញ់គ្នាបានគឺវាពិបាករួចទៅហើយអាស្រឡាញ់ហើយនឹងត្រូវមកជួបជាមួយនឹងគ្រួសារដោះស្រាយបញ្ហាមួយគ្រួសារមកតង់ទៀតពិបាកមកតង់ទៀតដល់តែពេលដោះស្រាយជាមួយគ្រួសារដល់តែថ្ងៃនិយាយរឿងការនឹងវាពិបាកមកតង់ទៀតជួនកាលលុយច្រើនការចំណាយច្រើនវាអត់ត្រូវគ្នាក៏ឆ្លោះគ្នាអាចធ្វើឲ្យយើងបែកបាក់គ្នាក៏ថាបានដែរអញ្ចឹងវាអត់ស្រួលសោះតែម្ដងហើយអញ្ចឹងតំណបានគ្នាមួយបាក់ណាហើយទូស្រីយើងគាត់ស្មុគខ្លាំងមែនតើណាតាមស្រឡាញ់ប្រុសម្នាក់នេះគាត់ចង់ឈួតតំណតែស្រឡាញ់យកបានដល់ស្រឡាញ់យកបានហើយមកគាំងជាមួយម៉ែឪគាត់ទៀតឥឡូវនេះទូប្រុសរបស់យើងត្រូវផ្គប់ចិត្តខាងស្រីដោយមកជួយមើលជ្រូកនេះ CEO មានលុយរាប់ពាន់លានប៉ុន្តែដើម្បីស្រីម្នាក់សុខចិត្តមកជួយមើលជ្រូកទូស្រីយើងក៏ប្រើហើយកូននឹងក៏ប្រើទៀតនិយាយទៅគឺព្រួតគ្នាធ្វើបាបទូប្រុសរបស់យើងហេតុតែស្រឡាញ់គេខ្លាំងពេកអត់ហ៊ានប្រកែកទេអ្នកនរគ្នាគេឲ្យដាក់បាយជ្រូកដាក់គេឲ្យមើលថែទាំជ្រូកលៀងអាចជ្រូកលៀងអត់ខ្ជិលទេអ្នកនរគ្នាធ្វើបានទាំងអស់ឲ្យតែថាគេព្រមនេះឲ្យតកាគេសบายចិត្តជាមួយហើយម៉ែរបស់ទូស្រីមកតន់វារហូតអាកំពុងតែស្វីតជាមួយគ្នាម៉ែមកតន់អ្នកនរគ្នានិយាយពីបោះសក់ជ្រងតួប្រុសរបស់យើងមិនសូវអីទូស្រីរបស់យើងវិញអ្នកនរគ្នាប្រហោងពោះធ្លុងចឹងនិយាយថាខំធ្វើជាមិនដឹងមិនលឺហើយប៉ុន្តែក្នុងខ្លួនវាខ្ស៊ុយអស់ហើយមានអីក្នុងហ្នឹងទេដល់ហើយចឹងទៅគឺតួប្រុសរបស់យើងក៏ថាអត់អីក៏ធ្វើបានហើយតួស្រីយើងដឹងឃើញថាចេះមនុស្សម្នាក់ធ្លាប់តែសនុកសុខស្រួលនៅក្នុងទីធំតំណខ្ពស់ចឹងណាតែមិនអីទេឲ្យតែបានអោបតួស្រីបន្តិចថើបតួស្រីបន្តិចក៏អស់ចិត្តដែរដល់ទៅពេលហើយចឹងទៅតួប្រុសយើងក៏ឆក់ឱកាសគេថាចេះគេហត់គេនឿយគេសុំដេកអោបតួស្រីតែបន្តិចអោបតែបន្តិចបានហើយតួស្រីយើងក៏អាឡែមដែរអ្នកនរគ្នាតាមពិតក្នុងចិត្តក៏ចង់ស្ទុះតែអោបគេធ្លាប់តែគេងកៅទ្រូងបងដល់ទៅពេលឥឡូវនេះអត់សោះកំពុងតែមានក្តីសុខម៉ែមកតហៅទៀតដល់ពេលហើយសួរធ្វើអីហ្នឹងគឺថាគាត់កំពុងហាត់ប្រាណម៉ែទូស្រីថាហាត់ប្រាណក៏ហាត់ទៅសួរទូស្រីទៅណាអត់ដឹងទេអាកូនតូចហ្នឹងគេជួយកុហកថាទូស្រីយើងទៅក្រៅបាត់ហើយដល់អត់មានជំរឿសអ្នកនរគ្នាអញ្ចឹងបានថាអាស្រឡាញ់គ្នាលាក់លៀមលឹបលោនេះណាវាឆ្ងាញ់ឃើញមនុស្សចេះតែផិតក្បត់គ្នាអ្នកនរគ្នាប្តីប្រពន្ធដេកលើក្រែមួយគ្នាយកពេលណាក៏បានវាទៅជាអស់តម្លៃតែមានតម្លៃជាមួយនឹងស្រីដែលកញ្ឆក់កដៀតតាមឡានបន្តិចតាមព្រៃបន្តិចលើម៉ូតូបន្តិចទស្សនៈ 2-3 ម៉ោងបន្តិចដល់ពេលកញ្ឆក់កដៀតអញ្ចឹងទៅមនុស្សវាពុះកញ្ជ្រោវាឆ្ងាញ់អញ្ចឹងចេះផិតក្បត់ទៅហើយទៅទៀតអត់ចេះដូចថាវាទៅលឹងលើយអត់រកកន្លែងថ្លៃធ្នូឲ្យខ្លួនឯងឃើញណាលក្ខខណ្ឌវាអញ្ចឹងអ្នកនរគ្នាជឿសាកសង្កេតមើលដោយអត់មាននិយាយឬក៏អត់ដល់ទៅពេលហើយទៅសម្រាប់នេះតួប្រុសរបស់យើងណាឥឡូវនេះគឺម៉ែរបស់តួស្រីចាស់មានអារម្មណ៍មន្ទិលសង្ស័យហើយគាត់ថាមើលទៅដូចអត់ស្រួលហ្មងពីអ្នកនឹងរាប់អានគ្នាតួស្រីថារាប់អានគ្នាតែម៉ែមើលទៅដូចមិនមែនហើយស្រឡាញ់គ្នាដឹងទូស្រីតាម៉ាស្រឡាញ់ស្អីគ្មានទេដល់ហើយទូស្រីយើងគាត់ពិបាកចិត្តថាលើធ្វើមិនទៅគាត់តឹងទ្រូងគាត់មិនដឹងតែត្រូវនិយាយមិនជាមួយម៉ែគាត់ទេហើយណាមួយបើសិនតែគាត់ដឹងរឿងហ្នឹងគាត់ប្រកាសជាបដិសេធគាត់មិនព្រមឲ្យយើងតែពីអ្នកនៅជាមួយគ្នាទេទូប្រុសរបស់យើងគាត់ថាអីទេសឹមទៅព្រោះអីបើយើងបខំខ្លាញ់លោវាមិនអាចទៅមុខអីអញ្ចឹងហើយយើងសឹមមួយទៅក្រែងលោវាអាចមានរឿងប្រសើរឡើងទូប្រុសរបស់យើងគឺគាត់ចិត្តត្រជាក់អ្នកនរគ្នាប៉ុន្តែសួរថាត្រជាក់បានដោយវិធីណាលួត្រាតែគ្មានអ្នកណាមករាយឆានឬក៏មកឆ្កឹះឆ្កៀលទូស្រីរបស់យើងតែឧទាហរណ៍ថាស្រាប់តែមានអ្នកណាម្នាក់មកឆ្កឹះឆ្កៀលទូស្រីរបស់យើងប្រហែលអាចចិត្តទលាចិត្តបានរបស់ទូប្រុសយើងក៏អត់មាននៅក្នុងនឹងដែរពុះក៏ជ្រុលដូចតែគ្នាទេណាមិនមែនជាមនុស្សសភាពបរោះចិត្តល្អអីទេណាកុំយល់ច្រឡំដល់តែពេលហើយទៅ
ម្ដាយរបស់ទូស្រីវិញគាត់ក៏ចាប់ផ្ដើមសង្ស័យទៀតហើយគាត់ក៏ចាប់ផ្ដើមមើលទៀតហើយក៏ថាឲ្យទូស្រីរបស់យើងហ្នឹងគឺតាក់ទងជាមួយបន្តិតស៊ីជើនេះហើយទូស្រីរបស់យើងក៏នៅឃើញថាជាមនុស្សអត់ស្រឡាញ់គ្នាយើងអត់ស្រឡាញ់គេយើងទៅបោកចិត្តគេវាធ្វើចឹងអត់ត្រូវទេទូស្រីយើងគាត់គិតត្រូវមិនស្រឡាញ់ប្រាប់គេឲ្យដឹងឲ្យហើយទៅបើតែថាវាត្រង់បន្តិចធ្វើឲ្យគេឈឺចាប់បន្តិចអីបន្តិចចឹងណាប៉ុន្តែគឺវាធ្វើឲ្យមនុស្សនឹងអាចរកអនាគតខ្លួនឯងឃើញតែបើយើងនៅតែកុហកបោកប្រាស់ប្រើគ្នាអញ្ចឹងគឺគ្នារកអនាគតខ្លួនឯងអត់ឃើញទេដល់ពេលចុងក្រោយអញ្ចឹងយើងក៏ពិបាកដែរអ្នកនរគ្នាដល់ហើយអញ្ចឹងទៅទូស្រីរបស់យើងនៅពេលនេះគឺគាត់កំពុងរកឱកាសប្រាប់ម្ដាយរបស់គាត់ឲ្យដឹងថាគាត់មានតំណែងអីអញ្ចឹងណាគាត់យ៉ាងណាយ៉ាងណីគាត់កំពុងរកហេតុផលប្រាប់ប៉ុន្តែវានិយាយអត់ចេញសោះអ្នកនរគ្នាអើយដោយសារម្ដាយរបស់គាត់មើលទៅដូចជាស្អិតដែរហ្នឹងហើយដល់ពេលស៊ីជើវិញខំមកលេងមកអីអញ្ចឹងតែម៉ែឪគ្រប់គ្រងទាំងអស់ជាមួយនឹងស៊ីជើព្រោះអីស៊ីជើគ្នាក៏ជាមនុស្សក្មេងប្រុសដែលចរិតល្អនៅក្នុងភូមិដែរអ្នកណាក៏ស្គាល់អ្នកណាក៏គេពេញចិត្តចឹងណាដល់ហើយចឹងទៅក៏នឹកឃើញថាបើបានធ្វើជាកូនប្រសាក៏វាប្រសើរអានេះគិតក្នុងចិត្តណាអ្នកនរគ្នាបានធ្វើជាកូនប្រសាក៏ប្រសើរដែរឯកភាពគ្រប់គ្រងចឹងទៅដល់ទៅពេលហើយក្នុងគ្រានឹងដែរតែហើយណាដល់ទៅពេលហើយចឹងទៅក៏ស្រាប់តែទូប្រុសយើងគម្រាមសៀជើអ្នកនរគ្នាសឹកគម្រាមចឹងទៅដល់ហើយចឹងទៅក៏គ្នានឹងក៏រត់ទៅផ្ទះឡើងលឿនទូស្រីយើងខឹងទូប្រុសរបស់យើងហេតុអីបានជាធ្វើអញ្ចឹងសួរណាហេតុអីបានធ្វើអញ្ចឹងគាត់ខឹងគាត់អត់ចូលចិត្តឲ្យធ្វើរឿងបែបហ្នឹងទេរឿងទាំងឡាយណាដែលវាមិនសមរម្យវាមិនត្រឹមត្រូវគឺគាត់មិនឯកភាពប៉ុន្តែទូប្រុសរបស់យើងអ្នកនរគ្នាដឹងស្រាប់ហើយគឺគាត់ថាគាត់ស្រឡាញ់មនុស្សដែលគាត់ស្រឡាញ់គាត់ភ័យខ្លាចគេដើមមនុស្សដែលគាត់ស្រឡាញ់យកទៅហើយគាត់ធ្វើម៉េចឲ្យគាត់សប្បាយមិនគាត់អត់សប្បាយទេបើសិនតែគេដើមមនុស្សដែលគាត់ស្រឡាញ់យកទៅនោះដល់ពេលហើយអញ្ចឹងទៅក៏ស្រាប់តែគាត់បង្ងើយកតើមួយទូប្រុសចឹងទៅទូប្រុសយើងគាត់ក៏តាមលួងគាត់ថាគាត់សុំទោសពិតមែនហើយម៉ែឪរបស់ទូស្រីយើងចាប់ផ្ដើមមានការសង្ស័យណាចាប់ផ្ដើមមានមន្ទិលមើលទៅដូចប្លែកមិនទេឪវាឪទូស្រីហ្នឹងដូចមិនសូវប្រមាណទេតែម៉ែនិយាយទៅមនុស្សស្រីល្អិតល្អន់ជាមនុស្សប្រុសត្រង់ថាម៉េចគាត់ប្រកែសង្កេតឃើញហីប្តីមានស្រីប្រពន្ធចាប់បានរហូតដឹងរហូតតែប្តីមានស្រីហើយអេដមីនក៏ឆ្ងល់ដែរចេះស៊ូមិត្តភក្តិថាម៉េចបានដឹងមើលមិនបានដឹងព្រោះយើងមើលវាមិនដឹងដែរបើតែយើងមនុស្សប្រុសដូចគ្នាណាដល់ពេលមិត្តភក្តិដឹងបានថាមនុស្សស្រីល្អិតល្អន់ណាប៉ិនសង្កេតដឹងគ្រប់ជ្រុងហ្មងហើយដល់ពេលឪរបស់ទូស្រីវិញនេះគាត់ក៏ឃើញគាត់ក៏និយាយជាមួយទូប្រុសឲ្យមើលឃើញទូប្រុសផងស៊ីជើផងនេះសុកចិត្តមកធ្វើជាចុងភៅនៅក្នុងផ្ទះរបស់គាត់ណាហើយទូដល់ហើយចឹងទៅទូប្រុសយើងគាត់មិនតអ្នកចេះធ្វើម្ហូបស្អីអ្នកនរគ្នាហើយណាប៉ុន្តែចំណានស៊ីជើឃើញថាចាស់ទុំពេញចិត្តស៊ីជើច្រើនចឹងហើយទូស្រីរបស់យើងក៏ឃើញថាអញ្ចេះបើមិនចេះមិនបាច់ធ្វើទេហេតុអីខំប្រឹងធ្វើជាមនុស្សចេះធ្វើអីគាត់អត់ចង់ឲ្យធ្វើបែបហ្នឹងទេវាអត់ល្អសោះតែម្ដងណាតែទូប្រុសរបស់យើងគាត់ថាអត់ទេគាត់ត្រូវតែធ្វើឯងគាត់ចង់ធ្វើដោយសារដូចដឹងស្រាប់ហើយគាត់មិនចង់បាត់បង់ទូស្រីយើងទូស្រីតាមបាត់ទៅណាទេនៅតែនេះឯងគាត់មិនអាចយកអ្នកណាបានទេគាត់ក៏មិនស្រឡាញ់អ្នកណាទៀតដែរទូប្រុសរបស់យើងគាត់នៅតែបារម្ភគាត់ចង់ឲ្យមនុស្សស្រីដែលគាត់ស្រឡាញ់មានមោទនភាពស៊ីជើវិញទូស្រីយើងគាត់ក៏បានប្រាប់ត្រង់ដែរណាគាត់ថាចេះស៊ីជើជាមនុស្សល្អគួរតែរកមនុស្សស្រីដែលល្អឲ្យស័ក្តិសមជាមួយនឹងខ្លួនកុំចាំគាត់អីហើយកុំបាច់ចង់បានគាត់ដែរពីព្រោះអីគាត់មានមនុស្សដែលគាត់ស្រឡាញ់ហើយសំខាន់គាត់រៀបការរួចទៅហើយណាគាត់អត់ចង់បោកប្រាស់ចិត្តស៊ីជើទេហើយកុំចង់ឲ្យស៊ីជើខូចចិត្តដោយសារគាត់ដែរស៊ីជើគ្នាលឺអញ្ចឹងអ្នកនរគ្នាសេតតាមិនសេតទេតែពេលម៉ែឪវិញខឹងទូស្រីដែលក្បាត់ឯកទុយឃើញទូស្រីយើងបដិសេធជាមួយនឹងស៊ីជើហើយទូប្រុសរបស់យើងវិញក៏ថាចេះគាត់អត់ចង់លាក់លៀមអញ្ចឹងទៀតទេគាត់ហត់គាត់នឿយហើយដល់ការងាក់នេះអាម៉ោងញ៉ាំបាយនេះអាម៉ោងញ៉ាំបាយញ៉ាំស្អីនេះណាគឺទូស្រីរបស់យើងគាត់នៅលឹបលោដល់អត់ហ៊ាននិយាយណាដល់ពេលទូប្រុសរបស់យើងគាត់ហៅទូប្រុសយើងថាប៉ាអញ្ចឹងទៅទូប្រុសយើងក៏ឪទូស្រីក៏ខឹងចង់ខ្យល់កោគាត់ថាហេតុនេះធ្វើអញ្ចឹងដាក់គាត់អញ្ចឹងណាគាត់ខំប្រឹងរាប់អានស្រឡាញ់ដូចគ្រូសាតែបែរជាមកស្រឡាញ់កូនស្រីរបស់គាត់អញ្ចឹងទៅទូស្រីថាប៉ាខ្ញុំរៀបការជាមួយគ្នារួចហើយមិននិយាយលេងសើចទេហើយម៉ែរបស់ទូស្រីថាអូយពួកនេះប៉ិនលេងសើចណានៅនាំគ្នាលឹបលោរបៀបថាចេះអត់ចង់ជឿណាអត់ចង់ជឿថារឿងនឹងជាការពិតហើយទូស្រីរបស់យើងក៏អត់ចង់ឲ្យទូប្រុសយើងនិយាយទេកាលណាទូប្រុសយើងនិយាយទៅប៉ាគាត់មានជំងឺខ្សោយបេះដូងវាប៉ះពាល់ដល់ប៉ារបស់គាត់អញ្ចឹងណាគាត់ធ្វើឲ្យទូប្រុសរបស់យើងលាក់លៀមសិនទៅកុំនិយាយស្ដីអីគាត់សូមវល់អញ្ចឹងណាធ្វើមិនដឹងធ្វើមិនលឺសិនទៅប៉ុន្តែទូប្រុសរបស់យើងអត់អញ្ចឹងអ្នកនរគ្នាគាត់ចង់និយាយគាត់ចង់ប្រាប់គាត់ចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាហ្មងថាគាត់គឺជាស្អីមួយទូស្រីណាដល់ហើយអញ្ចឹងទៅគាត់មកសុំទោសទូស្រីយើងគាត់ថាគាត់សុំទោសឥឡូវលាក់សិនក៏លាក់សិនទៅ
នៅចឹងសិនប៉ុន្តែយើងមិនអាចលាក់អញ្ចឹងបានទៅរហូតទេហើយម៉ែរបស់ទូស្រីយើងគាត់ក៏មកតន់ណាមកឃើញមិនអញ្ចឹងមិនបានពីរអ្នកហ្នឹងគឺចិត្តតែមកត្រឹមត្រង់មកបន្ទប់គ្នាហើយគាត់ចាប់ផ្ដើមមានការសង្ស័យគាត់ថាឬក៏គេនិយាយជាមួយយើងល្ងាចមិនគឺជាការពិតវាណាដល់ពេលហើយអូឯងគិតច្រើនពេកវាមិនអាចទេមនុស្សចំណាស់ហ្នឹងឲ្យកូនយើងណាទៅស្រឡាញ់មនុស្សប្រុសចាស់អញ្ចឹងដល់ទៅពេលហើយអញ្ចឹងទៅស្អែកឡើងទៀតដឹងមិនទេនៅក្នុងផ្ទះហ្នឹងគឺម៉ែរបស់ទូស្រីហ្នឹងគាត់ចាប់ផ្ដើមបែកគណិតដែរថាអញអត់ទុកចិត្តទេមើលទៅដូចអត់ស្រួលត្រូវទៅតាមដានមែននិយាយនឹងតាមដានស្អិតដូចស្គរតាំងម៉ែអត់មាត់អត់កទេបណ្ដានេះហើយគាត់ក៏ព្យាយាមសួរទូប្រុសប្រឆោតសោតទៅផ្សោតមកណាទូប្រុសយើងអត់មាត់អត់កទេហើយទូស្រីយើងម៉ាមានអីណាស្ញែងទូស្រីយើងស្ញែងរហូតមិនដែលសើចស្រួលគេទេអ្នកដល់គ្នាយុគនឹងដឹងថាតឹងទ្រូងកម្រិតណាដែលខ្លាចម៉ែចាប់បានដល់ពេលហើយអញ្ចឹងទៅម៉ែនោះក៏ចាប់ដើមឃើញផោះតាមួយលើអញ្ចឹងណាហើយចៃដន្យពេលហ្នឹងគឺស្រាប់តែមានគេមកទៀមទារស់រើផ្ទះរបស់ទូស្រីយើងណាក្រុមហ៊ុនទូប្រុសហ្នឹងអ្នកវិនិយោគហើយទូប្រុសយើងក៏គិតថាចេះគាត់ដូចដែលការវិនិយោគគាត់គឺមិនឲ្យប៉ះពាល់ដល់អ្នកភូមិទេអញ្ចឹងមិនមានរឿងកាត់ឡើងទូស្រីយើងកំពុងតែខ្យល់កោណារឿងគេមករើមកទារស់រើផ្ទះមួយសាហើយឥឡូវមកដឹងមករឿងទៀតថាទូប្រុសរបស់យើងគឺជាមហាសេដ្ឋីចុកឈាមមកតង់ទៀតបេះដូងក៏ក្រើកឡើងមួយសាទៀតចឹងទៅអានឹងចាប់មកតង់ហើយនៅករណីទូស្រីយើងគឺជាប្រពន្ធទូប្រុសទៀតតានឹងក៏ខ្យល់កោមកតង់ទៀតអ្នកដល់គ្នាពីមុនមកគិតស្មានទូប្រុសយើងនិយាយលេងអញ្ចឹងណាសវឹងដល់ទៅពេលឥឡូវនេះការពិតវាត្រូវលាតតាងបកអាក្រាតបាយធ្លាយពេញទៅនឹងហើយដល់ពេលជំនួយការទូប្រុសមកគ្នាវាមិនដឹងខ្យល់មកដល់គ្នានិយាយត្រង់ទៅក៏គ្រប់យ៉ាងត្រូវបានលាតតាងដល់ពេលគ្រប់យ៉ាងលាតតាងទៅនោះចាប់សេចក្តីបដ ாய் វែងឆ្ងាយវល់វាន់ពេញនឹងតែម្ដងហើយរម្ដាយទូស្រីវានឹកឃើញថាមិនអាចទៅរួចទៅកូនម្ដាយហើយមនុស្សប្រុសចាស់ជាងឯងឆ្ងាយណាស់យកទៅអីសំខាន់វាមានកូនមកមួយទៀតម៉ែនឹងឃើញថាអត់ទេអញអត់ព្រមទេមិនព្រមឲ្យវាយកទេប៉ុន្តែកណិតមួយទៀតក៏ថាជាពិសោធន៍មើលសិនទៀតដឹងអីបើសិនជាថាបើគេស្រឡាញ់កូនយើងពិតមែនហើយវាពិតជាសុភមង្គលរបស់កូនយើងមែនយើងក៏មិនគួរណាត្រូវមើលរំលងដែរទូស្រីនិងទូប្រុសនៅពេលនេះគឺគាត់ស្មុគស្មាញខ្លាំងណាគាត់និយាយអីអត់ចេញទេព្រោះចាស់កំពុងតែសម្លឹងមើលក្នុងកែវភ្នែកដែលគួរឲ្យខ្លាចបំផុតហើយទូស្រីរបស់យើងគាត់សឹងស្រក់ឈាមហើយទូប្រុសយើងយកអំណោយច្រើនយកមកឲ្យម្ដាយរបស់ទូស្រីណាហើយកូនរបស់ទូស្រីវិញក៏បាននិយាយដែរណាកូនទូស្រីក៏បានប្រាប់ដែរណាកូនប្រុសនឹងណាក៏ប្រាប់រឿងរ៉ាវរឿងហេតុអីទៅដើម្បីឲ្យយាយនឹងសប្បាយចិត្តឲ្យទទួលយកអំណោយហើយទូប្រុសទូស្រីរបស់យើងមកដូចស្វាអាពីមុនបែកគ្នាអត់ហេតុម្ដងហើយលើកនេះបានជួបគ្នាហើយវានៅមានភាពតានតឹងចម្រូងចម្រាសចូលមកទៀតគាត់ថាតែគាត់ត្រូវជួបគ្នាដោយវិធីណាទៅហើយគាត់ត្រូវដោះស្រាយឆ្លងកាត់ឧបសគ្គនឹងយ៉ាងម៉េចវានឿយហើយវាហត់ខ្លាំងមែនតើទូស្រីរបស់យើងគាត់ដឹងតែមិនចោលទូប្រុសទេពីព្រោះគាត់បាត់បង់ម្សាហើយទូប្រុសយើងគាត់ដឹងតែគាត់មិនចោលដែរឥឡូវនេះគឺគាត់ត្រូវថាគាត់ថាចេះសហការគ្នាថាចេះលាក់ទៀតអត់បានទេត្រូវតែបង្ហាញនិយាយអស់ទៅគឺចាប់រឿងតែម្ដងនិយាយអស់ទៅក៏ត្រូវបែកឈាមមាត់ទៅអ្នកនរគ្នាមានអាណាគេទូយកបានឲ្យមនុស្សតែឯងសុកយកកូនឯងធ្វើប្រពន្ធបាត់នេះអានេះចូលលក្ខណៈស៊ីដើម្បីដបូលណាហើយដល់ពេលទូប្រុសរបស់យើងវិញគាត់ក៏បាននិយាយណាហើយកូននឹងក៏បានប្រាប់ទៅកាន់ម៉ែទូស្រីទូស្រីថាខ្លួនមិនមែនកូនបកាទេត្រូវជាកូនបងស្រីរបស់ប៉ាម៉ាក់ខ្ញុំស្លាប់បាត់ប៉ាយកខ្ញុំចាំធ្វើកូនអញ្ចឹងណាហើយទូប្រុសយើងមិនដែលមានប្រពន្ធមិនដែលរៀបការអីទេឥឡូវនេះដឹងការពិតទាំងអស់គ្នាសូម្បីទូស្រីយើងក៏ឆ្ងល់ណាស្មានទូប្រុសយើងធ្លាប់មានប្រពន្ធមានអីតែឥឡូវដឹងការពិតទៅរៀនសប្បាយចិត្តបរិសុទ្ធគេជារបស់ឯងតានេះដល់យប់ឡើងអញ្ចឹងណាគ្នាយប់ឡើងក៏ចាប់ដើមប្រជុំគ្នានិយាយគ្នាដាច់ស្រេចឲ្យជាផ្លូវការចឹងទៅរបស់ទូស្រីវិញគឺគាត់មិនសប្បាយចិត្តទេនៅពេលដែលឃើញគាត់បានប្តីចាស់ជាងខ្លួនប៉ុន្តែគាត់ក៏មិនដឹងថាហាមឃាត់មិនបើកូនគាត់នៅមួយគ្នារៀបការមួយគ្នាហើយហ្នឹងប្រកែកថាមិនហើយផឹកស្រាថ្ងៃនេះផឹកនិយាយរឿងក្នុងចិត្តផឹកចំនួនផឹកខឹងអស់ចិត្តស្អែកឡើងចាប់ដើមជីវិតថ្មីឥឡូវចាប់ដើមជីវិតថ្មីពិតមែនអ្នកនរគ្នាព្រោះគ្រប់យ៉ាងដោះស្រាយគ្នាចាប់សាប់គ្រប់ហើយឥឡូវនេះទូស្រីគាត់ក៏លែងខាត់ដែរស្រឡាញ់ក៏ស្រឡាញ់យកក៏យកចុះណាសំខាន់ឲ្យតកូនរបស់គាត់នឹងគឺស្មោះត្រង់មួយគ្នាហើយនៅមួយគ្នាវែងឆ្ងាយកុំឲ្យយកគ្នាមកឆាឲ្យចោលបានណាមួយគាត់ថាពីមុនគាត់ខ្លាចទទួលប្រុសយើងវាចាស់ចឹងទៅគឺកូនស្រីរបស់គាត់ការឲ្យត្រូវមើលថែទាំមនុស្សចាស់តែទូប្រុសយើងតស៊ូណាដើម្បីផ្គប់ចិត្តម៉ែឪទូស្រីទោះបីជាគាត់ជា CEO ក៏ដោយរែកទឹករែកបន្លែរែកជីរែកអីរៀបចំផ្ទះស្លៀកពាក់ស្អាតបានទេណាតំណមតបានម៉ែឪគេព្រមឲ្យធ្វើជាកូនប្រសាអ្នកនរគ្នាអើយបំរើគេចង់ឈួតអានេះមហាសេដ្ឋីទេណាមិនជាអ្នកតូចតាចទេតែគេនៅតែដាក់ខ្លួនដើម្បីស្នេហាចុះយើងអ្នកដែលមិនមែនមហាសេដ្ឋីនេះកាលណាដើម្បីដាក់ខ្លួនមកតាមញ៉ៃ admin